គ្មាននរណាម្នាក់អាចនឹកស្មានដល់នោះទេថាដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុនដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិនរបស់តារាសម្ដែងល្បីឈ្មោះ Barbie Hsu និងស្វាមីប្រែក្លាយទៅជាដំណើរចុងក្រោយនៃជីវិតរបស់នាងទៅវិញដំណើរកំសាន្តទៅជាមួយស្វាមីនេះក្នុងចិត្តគឺពោរពេញទៅដោយសុភមង្គលនិងសប្បាយរីករាយជាខ្លាំងប៉ុន្តែវាសនាពិតជាមើលមិនឃើញនៅឡើយនៅថ្ងៃទី29ខែមករាឆ្នាំ2025ពេលទៅដល់ជប៉ុនភ្លាមសាន់ឆៃចាប់ផ្ដើមអាការៈមិនស្រួលខ្លួននិងក្អកជាបន្តបន្ទាប់ក្នុងនាមជាមនុស្សម្នាក់ដែលរឹងប៉ឹងនិងធ្លាប់ឆ្លងកាត់ការឈឺថ្កាត់ជាច្រើនដងនាងគិតថាវាត្រឹមតែជាជំងឺផ្ដាសាយធម្មតាដែលបង្កឡើងដោយអាកាសធាតុត្រជាក់តែប៉ុណ្ណោះទើបនាងបដិសេធមិនព្រមទៅមន្ទីរពេទ្យតាមការទទូចរបស់ស្វាមីរហូតដល់ថ្ងៃទី1ខែកុម្ភៈស្ថានភាពចាប់ផ្ដើមដុនដាបខ្លាំងនាងស្ទើរតែបាត់បង់សម្លេងនិងមានស្លេសយ៉ាងច្រើននៅក្នុងសួតនៅពេលបញ្ជូនទៅមន្ទីរពេទ្យក្នុងក្រុងហាកូណេគ្រូពេទ្យបានរកឃើញថាសាន់ឆៃមានមេរោគគ្រុនផ្ដាសាយធ្ងន់ធ្ងរដោយមានព័ត៌មានពីរខុសគ្នាខ្លះថាគ្រូពេទ្យឲ្យនាងសម្រាប់ព្យាបាលនៅទីនោះប៉ុន្តែខ្លះទៀតថានាងចង់ត្រឡប់មកព្យាបាលនៅតៃវ៉ាន់វិញអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺរូបភាព X-ray សួតរបស់នាងបានបង្ហាញពណ៌សក្បុសដែលមានន័យថាការរលាកបានរីករាលដាលពេញសួតបាត់ទៅហើយនៅយប់ថ្ងៃដដែលសាន់ឆៃក៏ធ្លាក់ខ្លួនក្នុងស្ថានភាពអាសន្ននិងត្រូវបានប្រកាសថាទទួលមរណភាពនៅត្រឹមថ្ងៃទី2ខែកុម្ភៈក្នុងវ័យ48ឆ្នាំដោយសារមេរោគក្នុងឈាមបើយើងក្រឡេកទៅមើលអតីតកាលអ្នកស្រី Barbie Hsu ឬខ្មែរយើងស្គាល់ថាសាន់ឆៃនាងកាត់ក្នុងគ្រួសារមួយដែលមានមនោគមវិជ្ជាជ្រាលជ្រៅដោយសំដៅទៅលើបុរសជាធំនិងភាពរឹងមាំខ្លាំងម្ដាយរបស់នាងត្រូវរស់នៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់គ្រួសារខាងឪពុកដោយសារតែម្ដាយសាន់ឆៃមិនអាចបង្កើតកូនប្រុសដើម្បីបន្តពូជពង្សបានឪពុករបស់នាងវិញមិនត្រឹមតែមិនផ្ដល់តម្លៃឲ្យភរិយាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមនុស្សញឿនលបែងប្រអំពើហិង្សាក្នុងគ្រួសារនិងមានស្រីខាងក្រៅយ៉ាងបើកចំហទៀតផងBarbie Hsuនិងប្អូនស្រីត្រូវធំដឹងក្តីក្នុងសម្រាប់ឆ្លោះប្រកែកគ្នាសឹងរាល់ថ្ងៃដើម្បីជួយម្ដាយឲ្យរួចផុតពីវាសនាដ៏ជូរចត់នេះនាងនិងប្អូនស្រីឈ្មោះថា Disu បានសម្រេចចិត្តចូលសិល្បៈទាំងវ័យក្មេងដើម្បីរកប្រាក់មកសងអំណុលល្បែងឲ្យឪពុកនិងទិញសេរីភាពឲ្យអ្នកម្ដាយរហូតដល់ពួកគេអាចលែងលះគ្នាបានសម្រេចនៅឆ្នាំ2000ក្នុងឆ្នាំ2001ឈ្មោះរបស់ Barbie Hsu បានផ្ទុះឡើងពាសពេញពិភពលោកតាមរយៈរឿងភាគ I4តួអង្គសាន់ឆៃដែលជាក្មេងស្រីក្រីក្រតែរឹងប៉ឹងបានក្លាយជាតួអង្គនិមិត្តរូបនៃយុវវ័យសម័យនោះប៉ុន្តែនៅពីក្រោយភាពជោគជ័យនាងធ្លាប់បានទម្លាយរឿងពិតមួយថាតាមពិតនាងស្អប់តួអង្គសាន់ឆៃនេះណាស់នាងធ្លាប់ប្រាប់អ្នកដឹកនាំរឿងថាសាន់ឆៃជាស្រីតែបៃតងពាក្យស្លោកចិនមានន័យថាស្រីដែលមើលទៅស្លូតបូតតែពូកែលាក់ពុតព្រោះនាងមានចិត្តមិនដាច់ស្រេចរវាងបុរសពីរនាក់តែទោះបីជាបែបណាក៏ដោយសារអាជីពជាតារាសម្ដែងនាងត្រូវបង្ខំចិត្តសម្ដែងបានល្អបំផុតរហូតដល់រឿងនេះល្បីសរសើរទៅដល់កូរ៉េជប៉ុនអាស៊ាននិងអឺរ៉ុបនៅឆ្នាំ2011សាន់ឆៃបានសម្រេចចិត្តរៀបការជាមួយអ្នកចំនួនចិនម្នាក់ឈ្មោះថាលោកវ៉ាងសាវហ្វៃក្រោយស្គាល់គ្នាត្រឹមតែ49ថ្ងៃតែប៉ុណ្ណោះមហាជនគិតថានាងបានរៀបការជាមួយសេដ្ឋីមានជីវិតដូចជាម្ចាស់ស្ត្រីហើយប៉ុន្តែការពិតវាគឺជាការចាប់ផ្ដើមនៃទុក្ខសោកថ្មីទៅវិញទេសាន់ឆៃបានរលត់កូនត្រឹមតែ4ថ្ងៃមុនថ្ងៃមង្គលការដោយសារការហត់នឿយខ្លាំងពេកក្រោយមកនាងត្រូវបង្ខំចិត្តបោះបង់ការញ៉ាំអាហារបួសដែលនាងប្រកាន់ខ្ជាប់10ឆ្នាំមកញ៉ាំសាច់វិញតាមការបង្ខំរបស់ម្ដាយក្មេកដើម្បីឲ្យងាយស្រួលមានកូនសារជាថ្មីក្នុងពេលសម្រាប់កូនប្រុសទី2នាងស្ទើរតែបាត់បង់ជីវិតដោយសារជំងឺឆ្កួតជ្រូកនិងស្ថានភាពសង្គ្រោះបន្ទាន់អាពាហ៍ពិពាហ៍មើលទៅមានសុភមង្គលនេះបានឈានដល់ទីបញ្ចប់នៅឆ្នាំ2021ចំពេលមានការចាប់ប្រកាន់ពីការផាត់ក្បត់និងចំនួនផ្លូវច្បាប់យ៉ាងក្តៅគគុកបន្ទាប់ពីការលែងលះមិនបានប៉ុន្មានផងរឿងរ៉ាវដោយក្នុងនិទានបានកើតឡើងលោកខូស្នេហាដំបងរបស់នាងកាលពី23ឆ្នាំមុនបានតាក់ទងមកសាន់ឆៃតាមលេខទូរស័ព្ទចាស់ដែលនាងមិនដែលបានផ្លាស់ប្ដូរអ្នកទាំងពីរបានសម្រេចចិត្តរៀបការនៅឆ្នាំ2022ដែលធ្វើឲ្យអតីតស្វាមីរបស់នាងក្តៅក្រហាយយ៉ាងខ្លាំងលោកខូបានក្លាយជាស្វាមីដ៏ល្អនិងជាឪពុកចុងដែលមើលថែកូនយ៉ាងកក់ក្ដៅតែទោះបីជាបែបណាក៏ដោយសុខភាពរបស់សាន់ឆៃកាន់តែខ្សោយទៅនាងធ្លាប់សន្លប់និងមានអាការៈប្រកាច់ជាច្រើនដងប៉ុន្តែបានលោកខូនៅក្បែរជួយសង្គ្រោះទាន់ពេលជានិច្ចរហូតដល់ថ្ងៃចុងក្រោយនៅប្រទេសជប៉ុនមរណភាពរបស់សាន់ឆៃមិនមែនជាទីបញ្ចប់នៃបញ្ហានោះទេ
ទ្រព្យសម្បត្តិប្រមាណ$19 លាននិងសិទ្ធិចិញ្ចឹមកូនបានខ្លាចជាចំណុចកណ្ដាលនៃវិវាទមេធាវីបានបញ្យល់ថាតាមច្បាប់តៃវ៉ាន់សិទ្ធិចិញ្ចឹមកូនអាចនឹងត្រូវធ្លាក់ទៅលើឪពុកបង្កើតគឺលោកវ៉ាងដោយស្វ័យប្រវត្តិនេះជាក្តីបារម្ភដ៏ធំសម្រាប់គ្រួសារខាងសាន់ឆៃព្រោះកន្លងមកលោកវ៉ាងត្រូវបានគេដឹងថាមានចំនួនផ្លូវច្បាប់រឿងមិនព្រមផ្ដល់ប្រាក់ឧបត្ថម្ភដល់កូនរបស់លោកទន្ទឹមនឹងនេះមហាជនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះអតីតម្ដាយក្មេករបស់នាងដែលបានប្រើប្រាស់មរណភាពរបស់សាន់ឆៃដើម្បីឡាយលក់ទំនិញនិងផ្សព្វផ្សាយព័ត៌មានមិនពិតរហូតដល់គណនី TikTok ចិនរបស់ពួកគេត្រូវបានបិទចោលសាកសពរបស់ Babisu ឬ Sanchai ត្រូវបានបូជានៅប្រទេសជប៉ុននិងនាំយកទៅត្រឡប់មកតៃវ៉ាន់វិញតាមរយៈយន្តហោះឯកជនអូនស្រីរបស់នាងបាននិយាយថា Sanchai ចង់ឲ្យគេបញ្ចុះធាតុនាងតាមបែបធម្មជាតិការបាត់បង់រូបនាងបង្កមានចលាចលចាក់វ៉ាក់សាំងការពារក្រុមប្រឹក្សាយ៉ាងច្រើននៅតៃវ៉ាន់ព្រោះគ្រប់គ្នាភ័យខ្លាចនៅអ្វីដែលបានកើតឡើងមកលើ Sanchai ជីវិតរបស់ Babisu គឺជាមេរៀនមួយដែលបង្ហាញថាសេចក្តីស្លាប់មិនរើសវ័យនោះឡើយហើយការធ្វើប្រហែសត្រឹម1វិនាទីអាចធ្វើឲ្យយើងបាត់បង់អ្វីៗគ្រប់យ៉ាងបានលីហើយសាន់ឆៃដែលក្នុងដួងចិត្តអ្នកគាំទ្រជារៀងរហូតអ្នកស្រីចាវ៉ៃហៅវីគីចៅជាតារាសម្ដែងតារាចម្រៀងនិងជាវិនិយោគិនដ៏ល្បីមួយរូបរបស់ចិនអ្នកនាងចាវ៉ៃពីតារាសម្ដែងរីរងក្លាយជាមហាសេដ្ឋីនីនាងត្រូវបានគេចាត់ទុកថាជាតារាសម្ដែងដ៏មានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងប្រទេសចិនអ្នកនាងចាវ៉ៃបានសាងកេរ្តិ៍ឈ្មោះឲ្យល្បីសុសសាយខ្លាំងក្នុងតំបន់ត្រឹមតែមួយប្រព្រឹត្តផ្នែកប៉ុណ្ណោះក្រោយពេលនាងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តទូរទស្សន៍មានចំណងជើងថា My Fair Princess ឬជាភាសាខ្មែរថាព្រះនាងយេយេក្នុងឆ្នាំ1998ដល់ឆ្នាំ1999ក្នុងភាពយន្តនោះនាងបានសម្ដែងជាតួអង្គឈ្មោះថាត្រជាកម្មនាងបានក្លាយជាតារាសម្ដែងវ័យក្មេងបំផុតដែលឈ្នះពានរង្វាន់ Golden Eagle សម្រាប់ការសម្ដែងល្អបំផុតតារាស្រីកម្ពស់ 1.66 ក៏បានសម្ដែងក្នុងខ្សែភាពយន្តដុំល្បីៗជាច្រើនទៀតដូចជាវរនារីមូឡានក្នុងឆ្នាំ2009រឿង Shaolin Soccer ឆ្នាំ2001ជាមួយលោក Stephen Chow ឬ Tin Fei និងរឿង Painted Skin ឆ្នាំ2012ជាមួយតារាក្បាច់គុណកុំ Donnie Yen ក្នុងអាជីពជាតារានាងធ្លាប់បានសម្ដែងក្នុងខ្សែភាពយន្តដុំចំនួន24រឿងនិងធ្លាប់ច្រៀងក្នុងអាល់ប៊ុមបានចំនួន7ក្រៅពីអាជីពក្នុងវិស័យសិល្បៈតារាវ័យ45ឆ្នាំរូបនេះក៏ជាអ្នកចំនួនដ៏ជោគជ័យមួយរូបដែលមានទ្រព្យសម្បត្តិខ្ទង់$1,000 លានកាលពីឆ្នាំ2014នាងបានវិនិយោគទុនជាមួយក្រុមហ៊ុន Alibaba Pictures Group ដែលធ្វើឲ្យនាងទទួលបានប្រាក់ចំណេញរាប់លាន$នៅចុងឆ្នាំ2016តើអ្នកនាងចាវ៉ៃមានប្រវត្តិយ៉ាងណាសូមបន្តតាមជាមួយខ្ញុំនៅក្នុងវីដេអូមួយនេះទាំងអស់គ្នាមិនដែលប៉ងធ្វើជាតារាសម្ដែងអ្នកនាងចាវ៉ៃកាលនៅថ្ងៃទី12ខែមីនា ឆ្នាំ1976និងធំឡើងជាមួយបងប្រុសឈ្មោះថាចាវជៀននៅក្នុងខេត្តអានហ៊ុយប្រទេសចិនឪពុកជាវិស្វករចំណែកម្ដាយជាគ្រូបង្រៀននាងបានចូលសិក្សានៅសាលាវូហ៊ូនិងក្រោយមកក្លាយទៅជាគ្រូសាលាមត្តេយ្យតាំងពីដើមមកអ្នកនាងចាវ៉ៃមិនដែលមានបំណងធ្វើជាតារាសម្ដែងឡើយព្រោះនាងគិតថារូបសម្រស់របស់នាងមិនទាន់ស្អាតគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមអាជីពនេះប៉ុន្តែនៅពេលនាងមានអាយុ17ឆ្នាំក្រោយពេលនាងបានបង្ហាញខ្លួនជាតួអង្គបន្តបន្សំក្នុងខ្សែភាពយន្តចិនជាច្រើននាងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការសម្ដែងដោយសារតែអាជីពសម្ដែងរបស់នាងកាន់តែមមាញឹកទៅនាងបានសម្រេចចិត្តលាឈប់ពីការងារជាគ្រូបង្រៀននិងបានចុះឈ្មោះសិក្សានៅសាលាសិល្បៈស៊ីចិនក្នុងក្រុងសៀងហៃក្នុងឆ្នាំ1996នាងបានចូលសិក្សានៅសាលាភាពយន្តទីក្រុងប៉េកាំងដោយសារមានទេពកោសល្យសម្ដែងល្អនាងបានក្លាយជាសិស្សដ៏ពូកែម្នាក់នៅក្នុងសាលានាងក៏បានហ្វឹកហាត់លេងព្យ៉ាណូរាំនិងគូរគំនូរដោយប្រើទឹកខ្មៅចិនផងដែរសម្ដែងដំបូងមិនទទួលបានជោគជ័យនៅពេលចាវ៉ៃកំពុងតែសិក្សានៅសាលាសិល្បៈនៅឡើយនាងត្រូវបានអញ្ជើញទៅសម្ដែងជាតួអង្គមិនសំខាន់មួយក្នុងខ្សែភាពយន្ត A Soul Hunter by Painting ផលិតនៅឆ្នាំ1994នៅឆ្នាំ1996នាងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគទូរទស្សន៍មានចំណងជើងថា Sister in Beijing ក្រោយមកនាងបានចុះសម្ដែងមួយរយៈដើម្បីផ្ដោតលើការសិក្សានិងបានបញ្ចប់ការសិក្សានៅសាលាភាពយន្តផ្ដើមល្បីឈ្មោះនៅឆ្នាំ1998
ភាពយន្តលេចធ្លោរបស់នាងចាវៃកើតឡើងនៅកំឡុងឆ្នាំ1998នៅពេលដែលនាងសម្ដែងក្នុងខ្សែភាពយន្តភាគទូរទស្សន៍ដ៏ល្បីមួយដែលមានចំណងជើងថាព្រះនាង JJ ឬ My Fair Princess ដែលជាខ្សែភាពយន្តដកស្រង់ចេញពីប្រឡោមលោកដ៏ល្បីមួយការសម្ដែងជាតួអង្គត្រចៀកកម្មឬព្រះនាង JJ បានក្លាយជាតួអង្គប្រចាំទសវត្សរ៍និងបានធ្វើឲ្យនាងក្លាយជាតារាដ៏ល្បីឈ្មោះក្នុងមួយប្រព្រឹត្តភ្នែកជោគជ័យដ៏ធំធេងក្នុងរឿងព្រះនាង JJ បានត្រួតត្រាយផ្លូវដល់នាងចាវៃក្នុងខ្សែភាពយន្តចិនជាច្រើនទៀតក្រោយមកនាងបានសម្ដែងក្នុងខ្សែភាពយន្ត Romance in the Rain ដែលភាពយន្តនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្លាផងដែរនៅឆ្នាំ2001នាងបានសម្ដែងក្នុងខ្សែភាពយន្តបែបកំ pl ែងដែលមានចំណងជើងថា Shaolin Soccer ជាមួយនឹងតារាសម្ដែងដ៏ល្បីឈ្មោះហុងកុងគឺលោក Stephen Chow ឬ Tân Phi ក្នុងភាពយន្តនេះនាងសម្ដែងជានារីរស់អាក្រក់ដែលចេះក្បាច់គុនតៃជីភាពយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោកនៅឆ្នាំ2002នាងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តរឿង Chinese Odyssey ដែលនាងដើរជាតួរងនាងក៏បានសម្ដែងក្នុងខ្សែភាពយន្តរឿង So Close ដែលនាងសម្ដែងជាតួអង្គឃាតករមរណៈអាជីពសម្ដែងរបស់នាងកាន់តែមានភាពល្បីល្បាញនិងប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅឆ្នាំ2003នាងបានសម្ដែងក្នុងខ្សែភាពយន្តរហូតដល់ទៅ4រឿងឯណោះដូចជា Green Tea, Various of Heaven and Earth, My Dream Girl និង Jet Goddess of Mercy នៅឆ្នាំ2005នាងចាវៃបានវិលត្រឡប់ទៅសម្ដែងក្នុងរឿងភាគទូរទស្សន៍វិញក្រោមចំណងជើងថា Moment in Peking ចាប់តាំងពីពេលនោះមកនាងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា Time to Love ក្នុងឆ្នាំ2005 Red Cliff ក្នុងឆ្នាំ2008 Painted Skin ក្នុងឆ្នាំ2008ដូចគ្នា Mulan ក្នុងឆ្នាំ2009និងរឿង So Young ក្នុងឆ្នាំ2013ជាដើមក្រៅពីតារាសម្ដែងនាងក៏ជាអ្នកវិនិយោគលើវិស័យព័ត៌មាននិងផ្សព្វផ្សាយអ្នកនាំចូលស្រាក្រហមពីប្រទេសបារាំងនិងជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអផលិតផលល្បីៗជាច្រើនដូចជា Samsung, Burberry, Fendi និងផលិតផលល្បីៗជាច្រើនទៀតអ្នកនាងចាវៃក៏ជាសប្បុរសជនដ៏គួរឲ្យកោតសរសើរមួយរូបផងដែរនាងបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាច្រើននិងបានចូលរួមរកអង្គាសប្រាក់នៅឯស្រុកកំណើតរបស់នាងសម្រាប់ជួយដល់សិស្សសាលាដែលមានជីវភាពខ្វះខាតនៅឆ្នាំ2005នាងត្រូវបានតែងតាំងជាអ្នកនាំពាក្យនិងជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF និងគណៈកម្មាធិការយុវជនចិនស្ថាប័នទាំងនេះមានគោលបំណងបង្កើតការយល់ដឹងអំពីកុមារដែលរងផលប៉ះពាល់ដោយសារតែជំងឺអេដស៍នាងក៏បានបង្កើតមូលនិធិ We Love Foundation ផងដែរដើម្បីជួយដល់កុមារដែលរងគ្រោះដោយសារជំងឺមហារីកគ្រាប់ឈាមជីវិតគ្រួសារនិងទ្រព្យសម្បត្តិអ្នកនាងចាវៃបានរៀបការជាមួយអ្នកចំនួនចិនម្នាក់ឈ្មោះថាហួងយូឡុងក្នុងឆ្នាំ2008នៅប្រទេសសិង្ហបុរីអ្នកនាងចាវៃត្រូវបានគេចាត់ទុកថាជាតារាសម្ដែងដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយរូបនៅក្នុងប្រទេសចិននៅឆ្នាំ2025នេះមិនមានប្រភពណាដឹងច្បាស់អំពីទ្រព្យសម្បត្តិរបស់នាងឡើយប៉ុន្តែបើយោងតាមទស្សនាបតី Forbes នាងនិងស្វាមីមានទ្រព្យសម្បត្តិសរុបប្រមាណជាង$1000 លានសហរដ្ឋអាមេរិកឯណោះកាលពីឆ្នាំ2015ពីតារាសម្ដែងល្បីមានទ្រព្យមហាសាលអរគុណជូនពរជប់តែសំណាងល្អ